គាត់អស់ដង្ហើមហើយរៀបចំធ្វើ4សប្តាហ៍បងទូពុកនៅលើតបាត់នឹងតាការដែរគេបងពុកតែចៅយើងលឿនពេកទ្រាំដាក់មួយយុទ្ធសិនទៅចាំស្អែកនឹងឈូមកដល់សឹមរៀបចំដាក់ចូលចុះពួកយើងត្រូវយាមដល់ពេលណាតាមទម្លាប់យ៉ាងហោចណាស់ក៏3ថ្ងៃដែរចាំស្អែកពុកត្រង់ជួហើយពួកយើងចាំបដូរវេនគ្នាបងខ្ញុំមានសង្សារនៅខាងក្រៅគិតថានឹងនាំមកឲ្យពុកមើលមុខហានេះជាប្រំលិខិតទេគ្មាននរណាជិះរួចឡើយមើលចង្គៀងវិញ្ញាណហងកុំបណ្ដាយឲ្យវាលួចឲ្យសក់នៅសល់ប្រេងច្រើនណាស់អាចចែបានមួយសន្ទុះធំទៀតបងដូចជាមានអ្វីនៅក្នុងបន្ទុកប្រញាប់ដេញអាសត្វចង្រៃនឹងចេញទៅសំណាងឲ្យអាសត្វចង្រៃលើកក្រោយបើជួបទៀតមុខជីវីឲ្យងាប់មិនខានវាបង្អួចបិទចិត្តចឹងសោះតើវាចូលមកតាមណាទៅវិញគ្រាន់តែជាឆ្មាមួយក្បាលសពចាំបាច់ភ័យខ្លាចដល់ថ្នាក់ហ្នឹងរបស់មានជីវិតមិនអាចប៉ះខ្មោចបានទេជាពិសេសគឺឆ្មាវាអាចធ្វើឲ្យខ្មោចងើបឡើងស្អីទៅសម័យណាទៅហើយកុំបំភ័យខ្លួនឯងអីរឿងខ្លះជឿទុកជាមុនល្អជាងមិនប្រយ័ត្នតើមើលចង្គៀងវិញ្ញាណម្ដងទៀតមើលតើវានៅឆេះទេបងមានរឿងអីទៀតហើយពួកយើងនៅជាងើបឡើងវិញហើយមែនទេរួចស្អីទៅខ្មោចងើបហើយរត់ទៅរាល់ថ្ងៃមានតែបន្លែនិងផ្សិតបើនៅតែហូបបែបហ្នឹងទៀតខ្ញុំទៅរកការងារធ្វើនៅទីក្រុងមែនតែនហើយមានអីហូបទៅវាគ្រាន់បើហើយនៅចេះរើអង្គទៀតចិនមកប្រញាប់ទៅមើលទៅគ្រួសារតកូចៅមានរឿងហើយសាកសប្រុសពួកខ្ញុំរស់ឡើងវិញហើយសៀវពៀនអញរហ័សជើងប្រញាប់ទៅជាមួយពួកគេមុនទៅពុកប្រញាប់ឡើងណាទប់ទល់គេសិនទៅកុំឲ្យគេរត់ចូលក្នុងភូមិឲ្យសោះដឹងហើយពុកប្រញាប់មកណាប្រយ័ត្នបំផុតកុំឲ្យគេខ្វាចត្រូវឲ្យសោះបងចៅទី2សាស័ព្ទនៅខាងក្នុងមែនទេនៅខាងក្នុងនឹងហើយជួយទាញខ្ញុំបន្តិចមកខ្ញុំធន់ជើងអស់ហើយស្ញាក់នៅខាងក្នុងនឹងហើយពួកយើងចូលទៅមើលទៅយ៉ាហាហាហាទ្រាំបន្តិចទៀតទៅខ្ញុំចិត្តរួចរាល់ហើយអញពិតជាវាតម្លៃខ្ញុំខ្ពស់ពេកហើយគ្រាន់តែជាសាកសព្រួដែលបញ្ជាដោយខ្យល់បិសាចសោះអញទប់ទល់បានតាធម្មតាសម្បាមគួតណាស់តា
ពុកជប់និយាយច្រើនទៅប្រញាប់ឡើងខ្ញុំទប់លេងចប់ហើយហេតុអីបានជាតាចោលស្រាប់តែរੂឡើងវិញបែបនេះឥឡូវនេះនៅនិយាយមិនទាន់ត្រូវទេរៀបចំសាកសពឲ្យបានស្រួលបួសិនទៅមិនខ្លាចទេដែលគេថាធ្ងន់ដូចខ្មោចនេះវាធ្ងន់ហួសហេតុពេកហើយទៅហៅមនុស្សក្នុងគ្រួសារត្រកូលចាំវិញមកខ្ញុំត្រូវសួរនាំឲ្យច្បាស់ថាមានរឿងអីកាត់ឡើងនិយាយឡើងវិញពីដើមមកមើលតាចោលឡើងវិញដោយរបៀបណាប្រហែលជាដោយសារសាច់ឆ្មាខ្វាក់ដែលពួកខ្ញុំធ្លាប់ចិញ្ចឹមពីមុនវាបានលោតទៅលើខ្លួនពួកខ្ញុំខ្លងខ្យល់ដង្ហើមចូលមាត់ឲ្យពួកខ្ញុំមិនឈប់វាមិនមែនកំពុងហត់ដកដង្ហើមទេគឺវាកំពុងបញ្ចូលថាមពលពិសេសទៅក្នុងសាកសពវាចង់ធ្វើឲ្យសាកសពមានចលនាឡើងវិញសិនរួចឆ្លៀតឱកាសកំទេចរូបកាយនេះចោលមើលទៅពួកឯងនៅតែចិត្តទុនដដែលគ្រាន់តែដេញអាឆ្មាចាស់នោះចេញទៅចិត្តល្អពេកហើយទីបំផុតក៏បន្សល់ទុកជាគ្រោះមហន្តរាយខ្ញុំធ្លាប់ប្រមានឲ្យពួកឯងតាំងពីយូរហើយឆ្មារូមិនហ៊ូពី6ឆ្នាំឡើយឆ្កែក៏មិនហ៊ូពី8ឆ្នាំដែរតែវាបែរជារស់នៅយូរពេកទើបចង់ខ្ចីរូបកាយនេះដើម្បីសាកល្បងធ្វើជាមនុស្សអាសត្វត្រចាននេះធ្លាក់ចូលក្នុងភ្លើងងាត់ហើយខ្លាចតែវាមិនព្រមដកខ្លួនថយវិញទេវានឹងមិនព្រមបញ្ឈប់ត្រឹមនឹងឡើយត្រូវតែប្រញាប់កំទេចវាចោលឲ្យលឿនបំផុតបងសៀវពៀនយកជ្រៅបាត់ទៅហើយតាបងនឹងពូចិនទៅណាដែរមេចឹកងឹតហើយអញប្រញាប់ត្រឡប់ទៅផ្ទះវិញទៅពួកយើងត្រូវចូលព្រៃទៅកំទេចវាសាឆ្មាមើលណែខ្ញុំកែមកហើយមើលតែខ្ញុំដូចជាអ្វីដែរហាអញដូចជាមនុស្សអញ្ចឹងចុះបងប្រុសអញរត់ទៅណាហើយឲ្យតែជួបរឿងបែបនេះខ្ញុំតែងតែនឹកឃើញអាល្មមមៀតធំនោះព្រាមហាមៀតអញពិតជាធំមិនធម្មតាមែនហាអាល្មមមៀតធំនោះនៅទីនេះតើពូចិនបងសៀវពៀនតើពូបងកំរងនឹងទៅណាពួកយើងត្រូវចូលព្រៃទៅកំទេចវាសាឆ្មារឿងកំទេចវិស័យទុកឲ្យខ្ញុំចាក់ការចុកអញធ្វើមិនកើតទេទៅរកតែត្រីឲ្យស្រួលបួរទៅល្អជាងកុំមកលេងស្គីឈួតនៅទីនេះចាត់ទុកថាថ្ងៃនេះអញសំណាងល្អចុះខ្ញុំនឹងលើកលែងជីវិតឲ្យអញម្ដងចិនបើឲ្យសៀវពៀនចាំខ្ញុំផងមិនក៏ឯងមកដែរក្នុងភ្នំវាគ្រោះថ្នាក់ណាស់ប្រញាប់ត្រឡប់ទៅវិញទៅសមត្ថភាពពន្ធចុងក៏ចោះអញហ៊ានមើងងាយយើងផងយើងខ្លាំងជាងអញឆ្ងាយណាស់កុំប៉ះនោះជាជំនួយការដែលខ្ញុំរកមកទេអូយហ
ហេតុអីឲ្យខ្ញុំជាអ្នកលីសែងអីវ៉ាន់ទៅវិញព្រោះតែអញមានមាឌធំកម្លាំងក៏ខ្លាំងទៀតគប់តែអបិសាចឆ្មាចាស់នោះមានអីខ្លាំងពូកែទៅវាមិនមែនគ្រាន់តែជាឆ្មាចាស់មួយក្បាលទេអីវាមិនអាចខ្លាំងដល់ថ្នាក់បង្កប់ជួបព្រាមបានទេដឹងពុកតើយប់នេះយើងត្រូវទប់ទល់ជាមួយវាបែបណាទៅប្រាប់ពួកអញខ្លះក៏រហូតដែរក្រែងលោកពួកអញគិតថាវាជាឆ្មាចាស់ធម្មតាអបិសាចឆ្មាមួយក្បាលនេះមិនធម្មតាឡើយកាលពី3ឆ្នាំមុនខ្ញុំមើលដឹងថាវាមានហិតរិតទៅហើយតែអតាចៅមិនព្រមស្ដាប់ការព្រមានគឺបន្សល់ទុកគ្រូភ័យមកដល់សប្តាហ៍ថ្ងៃអាចកាយចាស់អញមកដល់ហើយតាបងប្រុសចៅមិនក៏បងមកអង្គុយនៅមាត់ទ្វារអញ្ចឹងខ្ញុំអង្គុយចាំអញឡើងកន្លះថ្ងៃទៅហើយចាំខ្ញុំតើមានការអីចង់រកខ្ញុំមែនទេជួបក្នុងផ្ទះសិនទៅចាំនិយាយគ្នាក្រោយអាហេតុនេះជាមន់ស្ទៀវទៅតែសម្រាប់ព្រឹកមិញហ្នឹងតើមានរឿងអីឲ្យពិតប្រាកដទៅបើអញមិននិយាយទេស្រានេះខ្ញុំមិនហ៊ានផឹកឡើយមើលសំដីអញនិយាយចុះបើគ្មានការអីខ្ញុំមិនអាចឲ្យអញផឹកស្រាបានទេអីនៅលើដៃរបស់ខ្ញុំមានដោះរបស់ម្យ៉ាងអូកន្លែកន្លះឆ្នាំជាងហើយចង់ឲ្យអញជួយពិនិត្យមើលបន្តិចខ្ញុំថាមែនមនុស្សកំណាញ់ស្វិតដូចជាអញមិនក៏សុខចិត្តបើស្រាខ្ញុំទៅវិញមើលសម្ដីអញនិយាយទៅចុះហេតុអីមិនទៅរកគ្រូពេទ្យនៅទីប្រជុំជនបែរជាមករកគ្រូពេទ្យតាព្យាបាលតាមភូមិដូចរូបខ្ញុំទៅវិញកុំនិយាយអីល្អជាងពួកគេឲ្យខ្ញុំទិញថ្នាំអស់រាប់រយអាណោះថែមទាំងមិនគៀននេះថាជាគៀបលោកតាមានរឿងប្លែកមួយចង់ប្រាប់អាឆ្មាខ្មៅធំទេយើងវាចេះរៀននិយាយតាមមនុស្សទៀតហើយនិយាយតាមមនុស្សស្អីទៅក្មេងក៏និយាយផ្ដេសផ្ដាស់ពិតមែនតាអំបញ្ញមិញអាឆ្មាខ្មៅវានៅមាត់ទ្វារនិយាយថាវាចង់ផឹកស្រាខ្ញុំមិនបាននិយាយកុហកទេខ្ញុំរវាផ្ទាល់ត្រជាជាច្រើនដងហើយលោកចៅកុំអាបន្ទោសក្មេងអីខ្ញុំមើលទៅជាភៀងមិនដូចជានិយាយកុហកទេអានេះផ្លូវមកណៃអញនិយាយរឿងអាឆ្មាខ្មៅចេះនិយាយនោះប្រាប់លោកតាចិនឲ្យមកចាប់មើលខ្ញុំចង់បានសណ្ដែកសេះ49គ្រាប់ខ្ញុំចង់បានសណ្ដែកសេះ49គ្រាប់ខ្ញុំចង់បានសណ្ដែកសេះ49គ្រាប់អញចេះនិយាយគេផងខ្ញុំចង់បានសណ្ដែកសេះ49គ្រាប់អញមានសណ្ដែកសេះទេសណ្ដែកសេះនៅក្នុងកន្ត្រកនោះអញញ៉ាំស្ករគ្រាប់ទៅតែហាមប្រាប់លោកតាថាខ្ញុំលួចស្ករគ្រាប់ឲ្យសោះណាមើលនេះខ្ញុំពាក់មកហើយមើលចោះតែខ្ញុំដូចជាអ្វីដែរហាអញដូចជាមនុស្សអញ្ចឹងដូចមនុស្សមែនទេដូចមនុស្សល្អណាស់ដូចមនុស្សគឺល្អហើយតើកូនកំពុងនិយាយជាមួយអ្នកណាប៉ាមើលឲ្យលឿនមកអាឆ្មានេះវាចេះដើរត្រាប់តាមមនុស្សទៀតផងឆ្មាណាដើរដូចមនុស្សទៅកាត់កុំយកខោឲ្យទៅលេងសាជាមួយវាអីប៉ាខ្ញុំមិនជឿតតែសោះថែមទាំងស្ទើរតែវាខ្ញុំគេផងលោកចៅតាចិញ្ចឹមឆ្មានេះប៉ុន្មានឆ្នាំហើយយ៉ាងហោចណាស់ក៏ជិត20ឆ្នាំដែរកាលខ្ញុំរើសវាបានមកចិញ្ចឹមវាក៏ធំប៉ុណ្ណឹងបាត់ទៅហើយពូចៅអញក៏ជាអ្នកជនបទដែរតើ
មិនដែលគេថាឆ្មាមិនរស់ហួ6ឆ្នាំឆ្កែមិនរស់ហួ8ឆ្នាំទេអីអាមួយនៅលើកំផែងនោះគឺវានឹងហើយពិតជាវាអាគម្រក់នេះមិនក៏រត់ឡើងលើកំផែងទៀតហើយស្អីគេឆ្មា6ឆ្កែ8អីហ្នឹងសុទ្ធតែជារឿងចាស់បុរាណសម័យនេះទៅហើយនរណានៅជារឿងអស់នឹងទៀតឆ្មានឹងឆ្កែបើរស់នៅជាមួយមនុស្សយូរពេកស្រូបយកកលេសមនុស្សច្រើននេះនឹងក្លាយជាបេសាចណាមិនអាចទេដឹងវាស្លូតណាស់តាំងពីដើមមកនៅកំដរខ្ញុំច្រើនឆ្នាំមកហើយស្រាប់តែឲ្យកំចាត់វាចោលមិននឹងកើតហេតុអីឯងរឹងរូសម្លេះពួកយើងរាប់អានគ្នាជាង20ឆ្នាំហើយខ្ញុំគ្មានបំណងអាក្រក់ចំពោះឯងទេវិធីសណ្ដែកបារាំង49គ្រាប់ព្រោះរបស់នោះអាចជួយវាសម្រាប់វិជាបេសាចឆ្មាវាផ្អើនឹងមកហើយសួរថាមើលទៅដូចមនុស្សអត់គឺវាកំពុងសំពោពីជីនភីងឲ្យតែជីនភីងឆ្លើយយកព្រមនាងនឹងត្រូវខាតបង់អាយុសង្ខាររបស់ខ្លួនបើចិញ្ចឹមសត្វខ្លាចជាបេសាចក្នុងផ្ទះតែងតែគ្មានលទ្ធផលល្អទេអញត្រូវតែគិតគូរឲ្យច្បាស់ខ្ញុំដឹងហើយចាំប៉ុន្មានថ្ងៃទៀតខ្ញុំនឹងចាត់ការវាចោលនេះមិនមែនជាដំបៅខ្ទុះធម្មតាទេគឺមកពីអាក្រក់របស់អាឆ្មាចម្លងជួរក្នុងខ្លួនឯងហើយចាំខ្ញុំមើលឲ្យច្បាស់ម្ដងទៀតបើឯងមិនបារម្ភពីខ្លួនឯងក៏ត្រូវគិតពីកូនដែរពូចៅប្រពន្ធឯងចែកឋានច្រើនឆ្នាំហើយមិនដែលគិតចង់រកម្នាក់ទៀតទេអីតែចានេះនិយាយផ្ដេកផ្ដាស់ស្អីហ្នឹងខ្ញុំអាយុច្រើនណាស់ទៅហើយព្រមមិនតិចទៅចិត្តរួចហើយជឿតែប៉ុណ្្នឹងព្រមមិនបានដែរអូយតាចាស់ចង្រៃនេះមិនប្លែកទេដែលគេមិនឲ្យអញធ្វើជាគ្រូពេទ្យនោះហាគូវាដឹងរឿងអីទៅពីឆ្មានេះខ្លាចបំផុតគឺភ្លើងធាតុយ៉ាងហាអញពិតជាតែធួមែនតើប៉ុន្តែវាពិតជាលែងសៅរមាស់មែងអរគុណអញហើយអាចឆ្កែចាស់បានហើយរឿងដែលខ្ញុំនិយាយកុំធ្វេសប្រហែសហើយសោះតែចោះហើយកុំត្រឡប់មកវិញទៀតអីចិត្តទុនមួយពេលទើបបង្កជាគ្រោះមហន្តរាយដ៏ធំនៅថ្ងៃនេះពួកយើងបានបំផ្លាញផែនការរបស់បេសាចឆ្មាវាមិនព្រមដកដៃដល់ញីនោះទេតែចៅគ្រាន់តែជាសាកសពតាបានដោយសារអធិពលបេសាចប៉ុណ្ណោះមិនទាន់ខ្លាចជាខ្មោចឆៅពិតប្រាកដឡើយចំណែកសាកសពនៅក្នុងភ្នំឯណោះបានដុះរងខ្មៅទៅហើយគ្រូរបស់ខ្ញុំក៏ប្រហែលជាទល់នឹងវាមិនឈ្នះដែរដល់ពេលហើយយប់នេះពលឺប្រចាំកំពុងតែខ្លាំងអាមួយនោះចេញមកហើយសៀវពីងតើលោកយាយម្នាក់នោះជានរណាកំពុងក្រាបនៅទីនោះធ្វើអីហ្នឹងខ្ញុំដឹងយ៉ាងម៉េចទៅគាត់គឺជាលោកយាយនៅភូមិក្បែរខាងដែលទើបតែស្លាប់ទើបតែបញ្ចុះបានពីរបីថ្ងៃមុនសោះភ្នូក៏ត្រូវគេកោះកាយហើយសាកសពក៏បាត់ទៅទៀតអ្នកភូមិស្មានថាជាសត្វព្រៃប៉ុន្តែនៅក្បែរភ្នូមានបន្សល់ទុកស្នាមជើងឆ្មាខ្មាស់ភ្នែកខាងខ្ញុំបានដើរតាមដាននោះអស់ជាយូរទើបតែដេញតាមរហូតមកដល់ក្នុងព្រៃជ្រៅនេះហេតុអីបានជាគាត់ខ្លាចទៅជាបែបនេះឆ្មាខ្មៅបានបញ្ចូលវិញ្ញាណបិសាចទៅក្នុងសាកសពហើយកំពុងតែវឹកហាត់វាឲ្យទៅជាខ្មោចឆៅរងខ្មៅនៅពេលដែលពលឺប្រច័ណ្ឌពេញវងវានឹងបញ្ជាសាកសពឲ្យចេញមកស្រួចយកធាតុត្រជាក់នៃប្រច័ណ្ឌនៅពេលដែលវាស្រូបបានគ្រប់គ្រាន់ចំនួន49យកវិញ្ញាណខ្មោចឆៅរងខ្មៅនឹងកាន់កាប់រាងកាយនេះទាំងស្រុងដើម្បីរស់ឡើងវិញដោយខ្ជិលរូបកាយសាកសពពួកយើងមិនអាចចាំទៀតទេត្រូវតែប្រញាប់ចាត់ការជាបន្ទាន់ខ្ញុំនឹងនៅទីទ្វារនេះដើម្បីរៀបចំអន្ទាក់ដៃគោលំឈូស
ពួកឯងឡើងទៅតាក់ទាញវាឲ្យចុះមកក្រោមទៅហើយតែវាចូលមកដល់ទីធ្លានេះទុកឲ្យខ្ញុំចាក់កាចចោះកុំប្រឈមមុខចំហើយរត់តែមិនត្រូវឲ្យវាខ្វាច់បានឡើយគ្រាន់តែលបួងវាឲ្យចុះមកស្រួលតាទុកឲ្យពួកខ្ញុំចាត់ការចោះគិតជាស្រួលបែបនឹងមែនណាហេលបឿនរបស់វាលឿនខ្លាំងណាស់ពេលមួយទូខ្លួនសុទ្ធតែពីសាមទោះជាយ៉ាងណាក៏ដោយក៏មិនត្រូវឲ្យវាប៉ះចំខ្លួនឯងដែរខ្ញុំដឹងបាត់ទៅហើយថាវាមិនងាយស្រួលអញ្ចឹងទេតែការចិត្តមកដល់ហើយរំប្រយ័ត្នបន្តិចមិនក៏ចេញញើអស់ហើយខ្លាចមែនទេអស់សំណាច់ណាស់ខ្ញុំហ្វខ្លាចពីពេលណាភាពចំផ្លូវថយក្រោយឲ្យហើយសិនពេលវាបញ្ញាប់ឲ្យត្រូវរត់តាមចង្កេះភ្នំទៅរកទីវាមើលផ្លូវឲ្យច្បាស់ហើយនៅឥឡូវត្រូវធ្វើម៉េចទៀតយកដុំថ្មឬមេឈើចោលវាឲ្យត្រូវទៅបានហើយតែខ្ញុំមិនហ៊ានទេមានអីមិនហ៊ានមើលខ្ញុំនេះជីវពីអនាគតគ្មានចិត្តជាមកតតែសោះអាលបាយនេះលឿនពេកហើយកុំនិយាយច្រើនប្រញាប់ទៅទីវាខាងមុខទៅពួកខ្ញុំប្រាប់ថាច្បាស់ជាទីនេះតែចុះមនុស្សទៅណាអស់ហើយតែកាំងប្រយ័ត្នគុំគ្រាន់តែស្រែកនឹមខាងអីប្រញាប់រកវិធីជួយផងលបឿនរបស់វាលឿនណាស់បងធំគេទៅខាងឆ្វេងឧបតាពុកគូនឯណាឲ្យប្រកាសនឹងបើមិនចេញមកទៀតទេគ្មាននរណានៅមើលថែធ្វើបុណ្យសាពុកទេណាស្រែករកអីហ្នឹងគ្មានសមត្ថភាពសំបីតែប៉ុណ្ណឹងផងចង់ទៅផ្សងព្រេងក្នុងក្រុងហើយទៀតកុំស្វន់ស្លោឲ្យវាស្គាល់ស្នាដៃកងល្បាតរាជការយើងម្ដងអាឡអត់មើលឲ្យច្បាស់ទៅកុំរៀនតែរឿងអត់ប្រយោជន៍រាល់ថ្ងៃពេកឆ្មាវិញ្ញាណបានបោះបង់រូបកាយនេះទៅហើយមួយដែលរត់ចូលទៅក្នុងព្រៃអំបញ្ញមិញទើបជាខ្លួនពិតរបស់វាពួកអាយព្រៃក្នុងធំធានយ៉ាងនេះតែយើងទៅរកចាប់វាមិនទៅបើបណ្ដាយឲ្យវារួចខ្លួនទៀតច្បាស់ជាដើរធ្វើបាបគេមិនខាងកុំបារម្ភពុករៀបចំទុកជាស្រេចហើយវារត់មិនរួចទេពុកតើជំនួយការដែលពុករកមកនឹងទុកចិត្តបានពិតមែនអត់កុំប្រញាប់ពេកចាំមើលតែដឹងហើយមកដល់ហើយមើលទៅគូគេរកឃើញច្បាប់ប្រភេទនោះហើយ
អាខ្ទង់ចាស់អញអាយុឆ្មាក់មើលទៅចុះប៉ុន្តែគ្រប់នៃតែនៅសល់របស់វាត្រូវទុកឲ្យខ្ញុំយាយម្នាក់នេះក៏ជាជនរងគ្រោះដែរគឺឡើងចាំប្រាប់អ្នកពងចិត្តខាងឲ្យមកទទួលយកទៅដើម្បីឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមទំនៀមទម្លាប់ឡើងវិញពួកខេត្តអីបានជាពួកចង់បានគ្រាប់នៃឆ្មាខ្វាក់នោះម្ល៉េះតើវាមានប្រយោជន៍អីទៅនេះមិនមែនជាភ្នែកឆ្មាធម្មតាទេវាជាភ្នែកទិព្វរបស់បិសាចឆ្មាដែលបានតាំងស៊ើជាច្រើនឆ្នាំបើយកវាទៅកកក្នុងដីចន្លោះយិននឹងយ៉ាងរងចាំរហូតដល់8-10ឆ្នាំទៅមុខវានឹងក្លាយទៅជាថ្មបន្តិចម្ដងហើយក្លាយជាត្បូងភ្នែកឆ្មាទៅដល់ពេលនោះវានឹងបញ្ចេញពន្លឺចែងចាំងដូចបិសាចឆ្មាហើយឈ្នួតរបស់វានឹងប្រែប្រួលទៅតាមថ្ងៃរះនិងថ្ងៃលិចទៀតផងបើវាក្លាយជាត្បូងភ្នែកឆ្មាទៅពិតមែនយ៉ាងហោចណាស់ក៏លក់បាន$10,000ដែរ$10,000ហេតែកាំងរឿងនេះក៏មានចំណែកអញដែរប៉ុន្តែត្រូវចាំ10ឆ្នាំទៀតពេលនេះគុំទាន់អាចចង់បានអីតោះត្រឡប់ទៅផ្ទះវិញពួកខ្ញុំជាកូនបង្កើតរបស់ពួកតាត្រូវទេទោះពីធ្វើជាកាដូរៀបការសម្រាប់ខ្ញុំនឹងជន់នាងទៅណាពួកគុំមកចង់បានប្អូនស្រីរបស់ខ្ញុំឲ្យសោះអូគុកចុះឆ្កែថងសម្បុរនោះជាសត្វអីពិតប្រាកដទៅមើលទៅមិនដូចជាឆ្កែធម្មតាសោះគុំនិយាយផ្ដេកផ្ដាស់ឆ្កែកែសពនោះគឺជាអ្នកជួយសង្គ្រោះជីវិតពួកឯងណាឆ្កែកែសពស្អីទៅមែនហើយគឺជាពួកអាសត្វដែលចាំតែកែភ្នូស៊ីសាសព